จะសូមជម្រាបសួរបងប្អូនជាទីស្រឡាញ់នៅក្នុងព្រះយេស៊ូវគ្រីស្ទថ្ងៃនេះយើងនឹងសិក្សាអំពីប្រធានបទមួយដែលយកចេញពីសុភាសិតខ្មែរចេះពីរៀនមានពីរកយោងតាមព្រះគម្ពីរសុភាសិតចំពុក10ខ14មេរៀនខ្លីរយៈពេល3នាទីនេះនឹងជួយបងប្អូនយល់ថាចំណេះដឹងនិងភាពជោគជ័យមិនមែនធ្លាក់ពីលើមេឃនោះទេតែវាផ្ដើមចេញពីសកម្មភាពរបស់យើងព្រះគម្ពីររ៉ូមចំពុក10ខ14បានចែងថាដូច្នេះបើគេមិនជឿធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបានហើយបើគេមិនបានឮនិយាយនោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបានហើយធ្វើដូចម្តេចឲ្យគេឮនិយាយបានបើគ្មានអ្នកណាប្រាប់សោះអាមែនខគម្ពីរនេះបានចោទសួរថាចុះបើមិនទាន់ឮផងតើធ្វើដូចម្តេចនឹងអាចជឿបានហើយបើគ្មានអ្នកណាប្រកាសប្រាប់ផងតើធ្វើដូចម្តេចនឹងអាចឮបានក្នុងន័យខាងវិញ្ញាណបងប្អូនចង់មានជំនឿរឹងមាំនិងស្គាល់ផ្លូវជីវិតដ៏ត្រឹមត្រូវបងប្អូនមិនអាចអង្គុយចាំឲ្យព្រះវិញ្ញាណបរិសុទ្ធមកខ្សឹបប្រាប់យើងគ្រប់រឿងដោយមិនបានបើកព្រះគម្ពីរអាននោះទេការរៀនគឺជាការចាប់ផ្ដើមពីការស្ដាប់និងអានព្រះបន្ទូលការចេះគឺចេញពីការយកចិត្តទុកដាក់សិក្សាព្រះគម្ពីរស្ដីអំពីសេចក្តីពិតតាមរយៈការស្ដាប់អធិប្បាយពេលថ្វាយបង្គំឬអានព្រះគម្ពីរឬទន្ទិញខគម្ពីរក្រៅពីការរៀនមុខវិជ្ជាសាស្ត្រឬក៏ភាសានៅឯសាលាការរៀនពីព្រះបន្ទូលគឺជាគ្រឹះនៃប្រាជ្ញាចេះពីរៀនព្រះបន្ទូលមានន័យថាព្រះបន្ទូលគឺជាពន្លឺបំភ្លឺផ្លូវទំនុកដំកើងចំពុក119ខ105បានចែងថាព្រះបន្ទូលនៃទ្រង់ជាចង្គៀងនៃជើងទូលបង្គំហើយជាពន្លឺបំភ្លឺផ្លូវរបស់ទូលបង្គំផងកាលណាស្គាល់ព្រះបន្ទូលបងប្អូននឹងមានប្រាជ្ញាក្នុងការដោះស្រាយបញ្ហាជីវិតនិងសម្ពាធពីមិត្តភ័ក្តិឬក៏លោកីនេះដូចនេះយើងអាចសិក្សាព្រះបន្ទូលបានតាមរយៈការចូលរួមក្រុមកោសិកាឬក៏ការធ្វើជាធីជាដើមមានពីរកមានន័យថាស្វែងរកព្រះយេស៊ូវមានបន្ទូលថាចូលរកនោះនឹងឃើញនៅក្នុងខគម្ពីរម៉ាថាយចំពុក7ខ7បើយើងមិនស្វែងរកព្រះハរតីរបស់ព្រះទេយើងនឹងមិនអាចរកឃើញគោលបំណងពិតប្រាកដនៃជីវិតរបស់យើងឡើយយើងអាចស្វែងរកព្រះអង្គបានតាមរយៈសេចក្តីអធិដ្ឋានលោក Thomas Edison ដែលជាអ្នកបង្កើតអំពូលភ្លើងឃ្លាដែលថាចេះពីរៀនចំពោះគាត់នោះគឺការពិតគាត់មិនមែនជាក្មេងឆ្លាតក្នុងសាលានោះទេគ្រូបានដេញគាត់ចេញទៀតផងប៉ុន្តែគាត់បានរៀននៅខ្លួនឯងយ៉ាងខ្លាំងគាត់បានអានសៀវភៅគ្រប់ប្រភេទនិងធ្វើពិសោធន៍រាប់ពាន់ដងចំពោះឃ្លាដែលថាមានពីរកវិញគឺគាត់មិនដែលអង្គុយចាំសំណាងនោះទេគាត់បានរកវិធីសាស្ត្រថ្មីជានិច្ចទោះបីជាបរាជ័យ10000ដងក៏គាត់នៅតែរកវិធីដែលត្រឹមត្រូវរហូតដល់ឃើញលោកថូម៉ាសបាននិយាយថាភាពជោគជ័យគឺចេញពីការខិតខំប្រឹងប្រែង 99% និងភាពឆ្លាតវៃតែ 1% ប៉ុណ្ណោះហេតុនេះបងប្អូនចង់ចេះចង់ដឹងចង់ជួបព្រះអង្គគឺត្រូវការសកម្មភាពសិក្សាស្វែងយល់អំពីព្រះតាមរយៈការអានព្រះគម្ពីរមួយថ្ងៃមួយជំពូកឬការអធិដ្ឋានមួយថ្ងៃប៉ុន្មាននាទីផ្ទាល់ខ្លួនជាមួយនឹងទ្រង់ឬទន្ទិញខគម្ពីរនោះបងប្អូននឹងបានជួបហើយស្គាល់ទ្រង់កាន់តែច្បាស់ដើម្បីរៀនចំណេះជំនាញរបស់ខ្លួនគឺត្រូវការសកម្មភាពរៀបចំរំលឹកមេរៀនអនុវត្តលំហាត់ជាប្រចាំថ្ងៃតាមកាលវិភាគសំណួរត្រូវរៀបពិចារណាតើបងប្អូនមានផែនការសម្រាប់ការអានព្រះគម្ពីរឬអធិដ្ឋាននិងរៀនសូត្រនៅសាលាប្រចាំសប្តាហ៍ហើយឬនៅបើនៅសូមចាប់ផ្ដើមនៅថ្ងៃនេះសូមអរគុណសូមព្រះយេស៊ូវប្រទានពរ